តោះឥឡូវខ្ញុំសូមទេសនាអំពី comment cycle មួយទៀតណា cycle ឬ comment all ណាអូខេអញ្ចឹងវាច្រើនទម្រង់ដែរដូច line ដូចអីដែរណាយើងវាការប្រើប្រាស់វាទូលំទូលាយដែរអញ្ចឹងតោះយើងអនុវត្តអរគ្នាអញ្ចឹងយើងវាយតែ say enter មកនេះដូចគូកំពុងនេះយើង click មកហើយយើងវាយកម្មវាទៅបានណាយើងទទួលបានរង្វង់មួយណាកម្មវាយើងយក200មកឃើញវាលោតឲ្យអូខេបន្ទាប់មកនេះយើងគូនេះចង់គូរង្វង់នៅក្នុងនេះណាអញ្ចឹងយើងធ្វើមិនរង្វង់នៅក្នុងនោះគឺយើងត្រូវប្រើ comment យើងគូ cycle ហើយយើងត្រូវជំនួយដោយតេកាណាអូខេអញ្ចឹងតោះយើងធ្វើអនុវត្តដល់គ្នាអញ្ចឹងខ្ញុំ copy ចាត់តកងកាយនេះឡើងមកមួយតោះអញ្ចឹងយើងចង់បានរូបដឹងអញ្ចឹងវាយ say enter ហើយយើងវាយនេះតេកា enter អញ្ចឹងបានន័យថាពីអានេះមក x មក x 30ពីនេះមកនេះ30គេអញ្ចឹងនេះតេកាយើងចេញពីនេះគេហៅ tracking នេះអញ្ចឹង30វាលោតហើយអញ្ចឹងនេះវាលោតមកនេះ30យើងវាយ30ទៀតមកវាយតម្លៃគេដែរអូខេយើង enter មួយទៀតមកអញ្ចឹងយើងបានរំពងអញ្ចឹងអានេះកម្មវាបាន10អញ្ចឹងយើងវាយ10មកវាបានរំមួយនៅក្នុងនេះណាអញ្ចឹងយើងគូរំពងនេះម្ដងដែលមានកម្មបាន40ឬអង្កត់ចិត្ត40កម្ម20អញ្ចឹងដែលវាចេញពីនេះមក x បាន100 y 70តោះអញ្ចឹងយើងអនុវត្តអស់គ្នា say enter តេកា enter select លើកនេះចំណុចនេះអញ្ចឹងវាមកអាហ្នឹងបាន100 100 enter ហើយអានេះបាន70ឃើញទេនេះ70 enter មកយើង enter មួយទៀតបានរង្វង់យើងកម្មវា20អង្កត់70អញ្ចឹងវាយកម្ម20មកអូខេបានបន្ទាប់មកយើងចង់គូនេះរង្វង់នេះអញ្ចឹងរង្វង់នេះវាមានការស្មុគស្មាញមួយយើងចង់គូអញ្ចឹងវាអត់បានទេឃើញវាប្រឆិតមកណាចេញមកចេះណាឥឡូវបើសិនយើងវាយ say enter វាយតេកាណាតេកាឃើញ click វាឲ្យទេយើងវាឲ្យតម្លៃ x អញ្ចឹងដែរនេះវាប្រឆិតទៅចេះអញ្ចឹងវាប្រឆិតទៅមុំ30ឬក៏40ឆិតអញ្ចឹងយើងប្រើបានទេអានេះវាបានរៀបតាម x មកឆ្វេង x មកស្ដាំ y មកកមឡើងលើអញ្ចឹងដើម្បីអនុវត្តលំហាត់នឹងបានតែយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាហើយខ្ញុំ copy នឹងចេញសិនអញ្ចឹងអូខេខ្ញុំត្រូវប្រើជំនួយ UCF enter មកនេះឃើញយើងចាប់អាហ្នឹងមកคลิกហើយយើង select មកនេះមកណាអញ្ចឹងអានេះតម្លៃ y អញ្ចឹងអាចឡើងក្រោមចុះលើឡើងលើចុះក្រោមបានណាអញ្ចឹងយើងឡើងលើអញ្ចឹងយើងអនុវត្ត say enter តេកា enter ឃើញតម្លៃនេះយើងទាញមកតម្លៃហ្នឹងធ្វើ x ប្រមាណ x 329នេះ329 enter អញ្ចឹងមកនេះវាប្រមាណចំណុចនេះមកនេះមក100គេយើងវាយ100មក enter យើង enter មួយទៀតយើងបានរង្វង់មក enter អូខេរង្វង់របស់យើងគឺកម្មកត់ផ្ចិតវាមក50កម្មវា25អញ្ចឹងយើងវាយ25មកអូខេនឹងបានរង្វង់ហ្នឹងណាបានរង្វង់នេះយើងឲ្យវាមកសភាពកាត់ភាពធម្មតាវិញវាយ UCF enter ហើយវាយ W enter មកធម្មតាវិញឃើញតែមាន x ឡើងលើ y មកឆ្វេងស្ដាំអញ្ចឹងនេះយើងចង់អនុវត្តគូរង្វង់នេះអញ្ចឹងដើម្បីគូរង្វង់នឹងបាននេះក៏មិនរង្វង់យើងណាមានអីណាដែរ center ហើយកាត់ចង center dimension diameter 2 point 3 point direction 10 អូខេអញ្ចឹងអានេះយើងអាចប្រើបានអានេះ10អញ្ចឹងបានតែយើងអាចយករង្វង់នេះបើបានអូខេអញ្ចឹង
ចឹងនេះកម្មវាបាន150 คลิกទី1ទី2 white air វា150មកអូខេវាឲ្យរង្វង់អាងាយអញ្ចឹងយើងចង់គូរនេះវិញយើងចង់គូររង្វង់នេះវិញអូខេយើងចង់គូររង្វង់ហ្នឹងបានន័យថាយើង copy អានេះចេញសិនចឹងចង់បានរង្វង់នេះបានន័យថានេះជាងប្រើនេះបានដើម្បីគូររង្វង់នោះបាននេះតិនអូខេជាងចុចឲ្យបន្ទាត់ប៉ះ3ដងមកវាចេញរង្វង់ឲ្យអូខេទៅចឹងអានេះវិញយើងចង់គូររង្វង់នេះឥឡូវចង់គូររង្វង់នោះខាងក្រៅចឹងយើង copy នេះមកអនុវត្តមកនេះចឹងយើងអនុវត្តទៅលើនេះសេដែរតែ3ចំណុចនេះ 3 point ណាយើងចុចបាន3មក3ពងមកអញ្ចឹងយើងបានរង្វង់ពណ៌ជាមួយនឹងតែងាយអញ្ចឹងអានេះមួយទៀតយើងចង់បានរង្វង់2នេះទៀតណាខ្ញុំcopy ចាត់ទៅកោនកែនេះចេញសិនអញ្ចឹងយើងប្រើនេះដើម្បីបានរង្វង់2ហ្នឹងយើងប្រើ 2 point ណានេះ 2 point คลิกលើវាចំណុចទី1មកទី2ឃើញយើងបានរង្វង់មួយអញ្ចឹងអានោះក៏អញ្ចឹងដែរយើងយក 2 point ដែរមកអូខេការស្រាវអញ្ចឹងអានេះវិញនេះអញ្ចឹងអានេះឃើញវាអានេះកម្មតូចរង្វង់ដែលមានកម្មតូច125រង្វង់ធំមានកម្ម200ហើយរង្វង់អានេះឃើញទេបានន័យថា air 600កម្មវា600អញ្ចឹងបានន័យថាវាប៉ះពីផ្ទាត់អានេះកម្មវា300អញ្ចឹងយើងអនុវត្តគូអស់គ្នា say enter 125 enter អញ្ចឹងអានេះវាចម្ងាយពីអានេះមកអានេះ600ដល់ say enter ទេកាមកលឿនទេកាវាយ600មកអូខេ enter មកអញ្ចឹងយើងបានវាយ200មក enter មកអូខេយើងបានពីរង្វង់ហ្នឹងហើយអញ្ចឹងយើងគូររង្វង់នេះណាអញ្ចឹងយើងក៏ comment អីគេនេះដើម្បីគូរនឹងបានតិនរ៉ាត់ឆងអូខេខ្ញុំកន្លែងចូល1តទី2កម្មវាមក100ហើយ600មកអូខេវាបានបន្តហ្នឹងហើយ TO stream ដើម្បីកាត់អានេះចេញនេះអញ្ចឹងទៀតយើងនេះអានេះក៏អញ្ចឹងដែរនេះឃើញកម្មវាមក300អូខេយើងប្រើហ្នឹងដែរនេះតិនអហ្នឹងមកកម្មវា300មក enter TO អូខេរួចរាល់ហើយក៏យើងអាចប្រើចេះមួយទៀតបានដែរ enter នេះយើងប្រើ F enter or enter ហើយជាងវាយកម្មវាប្រមាណអូច្រឡំកម្មវា200អត់ហើយអូខេត្រូវទេម្ដងទៀតដូចជាវា or enter F enter or enter វាយ300មកចឹងវាឲ្យអាខាងនោះឲ្យអូខេចឹងអូខេខមមិនកំពុងប៉ុណ្ណោះចឹងចេះប៉ុណ្ណឹងយើងអាចគូនកំពុងបានដែរ